មកដល់បច្ចុប្បន្ននេះគឺគ្រប់របបសន្តិសុខសង្គមនៅក្រោមច្បាប់វិលាជាតិសន្តិសុខសង្គមនេះគឺយើងនៅមានអធិរាជហើយមានការគ្រប់គ្រងសាច់ប្រាក់ហើយយើងមិនត្រឹមតែមានប្រព័ន្ធគ្រប់គ្រងដោយផ្ទៃក្នុងកម្ពុជាយើងនោះទេប៉ុន្តែយើងក៏បានជាសមាជិកនៃសមាគមវិលាជាតិសន្តិសុខសង្គមអន្តរជាតិដែលយើងមាននិយមនៃការប្រើប្រាស់មាននិយមនៅក្នុងការកំណត់ភាគរយដែលជាចំណាយរដ្ឋបាលជាចំណាយប្រតិបត្តិរបស់វិលាជាតិសន្តិសុខសង្គមផងដែរក្រៅពីអ្វីដែលមានចែងនៅក្នុងយន្តការហើយនឹងទាំងអស់នេះជាការពិតវាអាចនៅមានការឆក់លែងជាកត្តាសច្ចានុមត្តណាមួយហើយដែលកន្លងទៅនេះអាដាមដូចជំទាវក៏បានលើកឡើងពីការព្រួយបារម្ភហើយក៏បានលើកនៅជាសំណូមពរជាច្រើនប៉ុន្តែខ្ញុំបាទក៏ចង់យកឱកាសនេះបញ្ជាក់ផងដែរថាក្រោមការដឹកនាំដ៏មើងម៉ាត់របស់សម្ដេចអធិបតីនាយករដ្ឋមន្ត្រីព្រមទាំងវិធានការកន្លឹះដែលរាជរដ្ឋាភិបាលបានកំណត់គឺយើងបានចាត់វិធានការជាបន្តបន្ទាប់ដើម្បីពង្រឹងនិងពង្រឹងនៅអ្វីដែលជាសមត្ថភាពស្ថាប័នសមត្ថភាពមន្ត្រីដើម្បីធ្វើម៉េចឲ្យសមត្ថភាពលទ្ធភាពនៃការឆ្លើយតបនៃការយល់នៃការអនុវត្តនៅទូនីតិភារកិច្ចរបស់តួអង្គពាក់ព័ន្ធនេះកាន់តែប្រសើរផងដែរជាក់ស្ដែងគឺយើងបានបង្កើននៅយន្តការថ្មីមួយទៀតនៅក្នុងការកាត់បន្ថយនៃការក្លែងបន្លំឯកសារឬមួយអត្តសញ្ញាណរបស់សមាជិកបសសគឺការបន្ថែមខ្ចៅដៃការស្កេនខ្ចៅដៃបន្ថែមទៀតទៅលើកាតសមាជិកបសសដែលយើងមានកន្លងមកពីព្រោះថាការប្រើកាតជួនកាលគឺអាចមានការក្លែងបន្លំប៉ុន្តែការភ្ជាប់ជាមួយនឹងខ្ចៅដៃការ scan ខ្ចៅដៃនៅពេលដែលទៅទទួលការពិនិត្យឬក៏ពិភាក្សាជាមួយនឹងមូលដ្ឋានសុខាភិបាលនេះគឺថាជាយន្តការថ្មីមួយទៀតដែលយើងអាចកាត់បន្ថយជាយថាហេតុនៃការប្រើប្រាស់ខុសទិសដៅទី2យើងក៏បានប្រើប្រាស់នៅប្រព័ន្ធ Digital នីយកម្មជាមូលដ្ឋាននៅក្នុងការឆ្លងឆ្លើយនៅក្នុងការផ្លាស់ប្ដូរឯកសារទូទាត់រវាងមូលដ្ឋានសុខាភិបាលជាមួយនឹងវិលាជាតិសន្តិសុខសង្គមហើយដែលតាមរយៈការធ្វើភ្ជាប់ឯកសារ Digital នៃកម្មនេះគឺយើងមានលទ្ធភាពងាយស្រួលនៅក្នុងការផ្ទៀងផ្ទាត់អាចតាមដាននៅពេលវេលាដែលមូលដ្ឋានសុខាភិបាលបានដាក់ឯកសារមកហើយត្រូវការរយៈពេលប្រមាណដើម្បីឲ្យមន្ត្រីពាក់ព័ន្ធធ្វើការពិនិត្យអញ្ចឹងយើងមានតម្លាភាពជាងមុននៅក្នុងការប្រើប្រាស់ប្រព័ន្ធ Digital នីយកម្មនេះដូចគ្នាផងដែរយើងក៏បានចាប់ផ្ដើមធ្វើការបែងចែកធ្វើការផ្លាស់ប្ដូរនៅប្រព័ន្ធទិន្នន័យមួយចំនួនដើម្បីធ្វើម៉េចអាចបុគ្គលទាំងឡាយដែលទទួលបាននៅអត្ថប្រយោជន៍នៃប្រព័ន្ធគាំពារសង្គមនេះគឺថាมันអាចឆ្លងគ្នាទៅប្រើប្រាស់នៅអត្ថប្រយោជន៍ដែលមាននៅក្នុងកម្មវិធីផ្សេងនោះទេឧទាហរណ៍ថាបើខ្លួនជាសមាជិកបសសមានអត្ថប្រយោជន៍បសសហើយมันអាចទៅប្រើប្រាស់អត្តសញ្ញាណមួយទៀតដែលជាអត្ថប្រយោជន៍ដែលមាននៅក្នុងកម្មវិធីជំនួយសង្គមនោះទេអញ្ចឹងការភ្ជាប់នៅប្រព័ន្ធទិន្នន័យជាមួយគ្នានេះគឺយើងបានកាត់បន្ថយហើយសង្ឃឹមថាវានឹងពង្រឹងនៅគុណភាពហើយនឹងការកំណត់អត្តសញ្ញាណដែលបុគ្គលដែលទទួលផលប្រយោជន៍នេះកាន់តែច្បាស់លាស់ផងដែរដូចគ្នាផងដែរយើងក៏បានធ្វើការជួបហើយនឹងត្រួតពិនិត្យជាក់ស្ដែងទៅលើមូលដ្ឋានសុខាភិបាលដែលបានផ្ដល់សេវាក្នុងនោះខ្ញុំបាទក៏ដូចជាមួយនឹងអាដាមវិជ្ជបណ្ឌិតជាងរ៉ាដែលជារដ្ឋមន្ត្រីក្រសួងសុខាភិបាលពេលខ្លះក៏យើងបានឆ្មក់ចុះទៅតាមមន្ទីរពេទ្យជាតិដែលបានផ្ដល់សេវាហើយដែលមានសមាជិកបសសប្រើប្រាស់ច្រើននេះដើម្បីធ្វើការពិនិត្យកែលម្អនៅប្រព័ន្ធហើយនឹងជាពិសេសគឺរៀបចំឲ្យមានការរងចាំនឹងការទទួលសេវាបងប្អូនដែលជាសមាជិកបសសក៏ដូចជាអ្នកប្រើប្រាស់បានមូលនិធិសម្បត្តិនេះគឺថាអាចមានកន្លែងកាន់តែសមរម្យសម្រាប់រងចាំក៏ដូចជាប្រព័ន្ធឆ្លើយតបនិងប្រព័ន្ធពន្យល់ទៅដល់បងប្អូនយើងដែលអញ្ជើញរងចាំឲ្យគាត់ទទួលនូវព័ត៌មានមុនផងដែរហើយតាមរយៈការចុះទៅនេះគឺយើងឃើញថាវិជ្ជបណ្ឌិតគ្រូពេទ្យរបស់យើងគឺមានក្រមសីលធម៌វិជ្ជាជីវៈច្បាស់លាស់ច្រើនជាងមុនឆ្ងាយមែនទែនបើធៀបជាមួយនឹងពេលដែលយើងបានចាប់ផ្ដើមដំបូងហើយអ្វីដែលយើងខ្ញុំតែងតែគោរពអរគុណទៅដល់វិជ្ជបណ្ឌិតក្រុមគ្រូពេទ្យរបស់យើងទាំងអស់គឺថាគាត់បានប្រើប្រាស់បេះដូងដែរ
គឺទោះបីថាលឹះម៉ោងក៏ដោយប៉ុន្តែនៅពេលដែលសមាជិកបសសរបស់យើងអ្នកដែលប្រើប្រាស់បានមូលនិធិសមត្ថរបស់យើងចូលមកដល់មន្ទីរពេទ្យរបស់គាត់ហើយទោះបីជាគាត់ត្រូវធ្វើការលឹះម៉ោងបន្ថែមទៀតក៏គាត់សុខចិត្តបន្តដែរដើម្បីធ្វើម៉េចឲ្យសមាជិកបទសឲ្យបុគ្គលដែលកាន់បានសមត្ថនេះគឺថាមិនចាំបាច់វិលត្រឡប់ទៅផ្ទះវិញដើម្បីចំណាយថវិកាបន្ថែមនេះទេនេះគឺជាការលះបង់ជាការប្រើប្រាស់នៅក្រមសីលធម៌ដ៏ល្អរបស់ក្រមគ្រូពេទ្យវិជ្ជាបណ្ឌិតរបស់យើងជាការពិតជាចៃដន្យម្ដងម្កាលយើងអាចឃើញនៅមានចំណុចខ្វះខាតមួយចំនួនក៏ប៉ុន្តែយើងមានយន្តការដោយមានមន្ត្រីបទសភ្ជាប់ជាមួយនឹងមន្ទីរពេទ្យជាតិទាំងអស់នោះហើយមន្ទីរពេទ្យជាតិនីមួយៗក៏មានថ្នាក់ដឹកនាំដែលទទួលបន្ទុកក្នុងការទទួលដោះស្រាយបណ្ដឹងឬមួយភាពមិនប្រក្រតីនេះបានតាន់ពេលវេលាជូនទៅដល់សមាជិកបសសរបស់យើងផងដែរ